គ្រប់សំណងដ៏អស្ចារ្យចាប់ផ្ដើមពីគំនិតដ៏អស្ចារ្យគំនិតទាំងនោះកើតចេញពីការជួបជុំការផ្លាស់ប្ដូរចំណេះដឹងនិងការសហការរវាងអ្នកជំនាញនេះគឺជាគោលបំណងដែល Light Green តែងតែបន្តអនុវត្តតាមរយៈកម្មវិធី Architecture Showroom Tour សូមជម្រាបសួរបងប្អូនស្ថាបត្យករវិស្វករអ្នកជំនាញនៅក្នុងវិស័យសំណង់និងដៃគូអាជីវកម្មជាទីគោរពក្នុងនាមក្រុមហ៊ុន Light Green ខ្ញុំសូមស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តនិងការគាំទ្ររបស់លោកអ្នកកន្លងមក Light Green តែងតែបដិញ្ញានាំមកនូវសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់បច្ចេកវិទ្យាទំនើបនិងដំណោះស្រាយដែលជួយបង្កើនប្រសិទ្ធភាពនៃការរចនានិងការសាងសង់ដើម្បីរួមចំណែកលើកម្ពស់វិស័យស្ថាបត្យកម្មនិងសំណង់នៅកម្ពុជាទន្ទឹមនឹងនេះយើងក៏ជឿជាក់ថាការអភិវឌ្ឍគឺមិនត្រឹមតែផ្ដោតលើគុណភាពនិងសោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវគិតគូរដល់ការការពារបរិស្ថាននិងការអភិវឌ្ឍប្រកបទៅដោយនិរន្តរភាពដើម្បីបង្កើតតម្លៃយូរអង្វែងសម្រាប់សង្គមនិងមនុស្សជំនាន់ក្រោយផងដែរកម្មវិធី Light Green Architect Showroom Tour ត្រូវបានបង្កើតឡើងដើម្បីជាវេទិកាសម្រាប់ការជួបជុំចែករំលែកចំណេះដឹងស្វែងយល់ពីនានាការថ្មីៗនិងពង្រឹងទំនាក់ទំនងរវាងអ្នកជំនាញនៅក្នុងវិស័យសំណង់ដើម្បីថ្លែងអំណរគុណចំពោះការចូលរួមរបស់លោកអ្នក Light Green បានរៀបចំកម្មវិធី Lucky Draw ប្រចាំឆ្នាំនៅខែធ្នូឆ្នាំ2026យើងនេះអ្នកដែលបានចូលរួមកម្មវិធី Architect Showroom Tour នឹងបានទាញយកព្រមទាំងចុះឈ្មោះប្រើប្រាស់ App Light Green និងមានសិទ្ធិចូលរួមការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ម៉ូតូធំម៉ូតូអគ្គិសនី Karin Stardust ចំនួន1គ្រឿងខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមជាមួយយើងខ្ញុំនិងសូមជូនពរឲ្យមានសំណាងល្អអនាគតដ៏ប្រសើរមិនអាចកើតឡើងដោយការខិតខំរបស់នរណាម្នាក់តែឯងនោះទេវាកើតឡើងពីការសហការការច្នៃប្រឌិតនិងការទទួលខុសត្រូវរួមគ្នាដើម្បីកសាងសំណង់និងបរិស្ថានដែលមាននិរន្តរភាពជំរាបសួរបងប្អូនស្ថាបត្យករទាំងអស់គ្នា Karen មានមោទនភាពដែលបានសហការជាមួយ Light Green ក្នុងកម្មវិធីនេះយើងជឿជាក់ថាស្ថាបត្យករគឺជាអ្នកបង្កើតអនាគតនៃទីក្រុងនិងការរស់នៅប្រកបដោយគុណភាពដើម្បីគាំទ្រចក្ខុវិស័យនេះ Karen មានសេចក្តីរីករាយក្នុងការឧបត្ថម្ភម៉ូតូអគ្គិសនី Karin Stardust ចំនួន1គ្រឿងជារង្វាន់ធំយើងសង្ឃឹមថារង្វាន់នេះនឹងជំរុញការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលកាន់តែស្អាតកាត់បន្ថយការបំពុលនិងរួមចំណែកការពារបរិស្ថានសូមជូនពរឲ្យអ្នកចូលរួមទាំងអស់មានសំណាងល្អរួមគ្នាកសាងអនាគតដែលប្រសើរជាងមុនរួមគ្នាបង្កើតសំណង់ដែលមានគុណភាពរួមគ្នាថែរក្សាបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ